ជំងឺសេមាំព្យាបាលជាដាច់100%អត់អ្នកគ្រូចាជំរាបសួរបងប្អូនទាំងគ្នាខ្ញុំអ្នកគ្រូបេសុដាចាអញ្ចឹងបច្ចុប្បន្នតកតងនឹងជំងឺសេមាំបងប្អូនទាំងគ្នាអាចដឹងហើយចាគឺវាកើតឡើងពីវីរុស HPV ដែលក្នុងនោះជាទូទៅដែលឃើញញឹកញាប់បំផុតគឺ HPV លេខ6និងលេខ11ដែលនៅពេលដែលបងប្អូនទាំងអស់គ្នាឆ្លងគឺវាមានការដោះសាច់ខ្លាញ់នៅបរិវេណតំបន់ពិសេសទាំងបរិះទាំងស្ត្រីចាជួនណាអាចនៅនឹងទ្វារមាសនៅហ៊ុនគូតចានឹងពងស្វាសឬក៏លឹងបរិះជាដើមអាចនៅមាត់នៅដង្ហាត់នៅពងកនៅពេលដែលយើងប៉ះយើងរួមភេទតាមមកប៉ះជាមួយ HPV សេមាំនឹងផងដែរចាអញ្ចឹងតកតងជំងឺ HPV សេមាំនេះវាពិតជាពិបាកក្នុងការព្យាបាលមែនទែនការកន្លងមកអត់មានគ្រូពេទ្យណាអះអាងថាជាដាច់ទេប៉ុន្តែបច្ចុប្បន្នដោយសារយើងរករកវិធីសាស្ត្រជាច្រើនសម្រាប់ជួយអ្នកជំងឺក៏ឃើញថាអ្នកជំងឺពិតជាអាចព្យាបាលជាដាច់ដោយមិនឡើងសេមាំនឹងឡើងវិញចាហើយលោកគ្រូខ្ញុំក៏គាត់បានបញ្ជាក់ថាគាត់ធ្វើការខាងនឹង30-40ឆ្នាំហើយក៏មិនដែលឃើញថាអ្នកជំងឺសេមាំណាដែលផ្ទុកជំងឺសេមាំនឹងរហូតដោយមិនជាដាច់ទេឲ្យតែគាត់ព្យាបាលបានត្រឹមត្រូវព្យាបាលបានត្រឹមត្រូវធ្វើម៉េចព្យាបាលត្រឹមត្រូវទី1បញ្ញាប់មកពេទ្យចាដើម្បីធ្វើការព្យាបាលឲ្យដុតឲ្យដៃឬអាចគល់វាតវានៅតូចចាទី2ចាក់វ៉ាក់សាំងដើម្បីជួយទប់ស្កាត់និងព្យាបាលពពួកវីរុសនៅពីខាងក្នុងទី3ថតណាមីប្រដាប់ភេទឲ្យបានល្អទាំងបរិះទាំងស្ត្រីទី4រក្សាផ្លូវចិត្តឲ្យល្អចារក្សារាងកាយចាញ៉ាំចំណីអាហារល្អគេយកបានគ្រប់គ្រាន់ចាតមសាតមបរិយតបបផ្អាប់បោះឆៅគឺសមុទ្រអីជាដើមចាអញ្ចឹងអាហារណាដែលយើងមើលទៅមិនល្អដែលញ៉ាំទៅប៉ះពាល់ក៏យើងត្រូវដឹងយើងអ្នកជំងឺចាយើងគឺត្រូវដឹងអញ្ចឹងបានគ្រូពេទ្យដែលគាត់ជួយប្រឹក្សាឲ្យតែបងប្អូនអ្នកគ្នាត្រូវដឹងថាខ្លួនឯងត្រូវជួយខ្លួនឯងបន្ថែមទើបវាជាដាច់100%។